ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះនឹងខ្ញុំមានឱកាសបានមកនិយាយរឿងដើម្បីបងប្អូនបានស្ដាប់រឿងនេះខ្ញុំបានទទួលពីអូនប្រុសម្នាក់ដែលនៅប្រទេសឥណ្ឌូនេស៊ីដែលមានឈ្មោះថាណាត់មានអាយុ35ឆ្នាំណាត់រស់នៅចៅប្រាត់ព្រំដែនចៅទាំងប្រទេសឥណ្ឌូនេស៊ីអូខេកុំឲ្យចាំយូរខ្ញុំសង្ឃឹមថាបងប្អូននឹងគ្រប់គ្រងនឹងការនិយាយរឿងនិទាននេះឲ្យបងប្អូនបានស្ដាប់ព្រោះរឿងនិទាននេះគឺជារឿងដែលអត្ថកម្បាំងដែលមាននៅក្នុងភាពពិតមែនខ្ញុំនិយាយនេះមិនមែនដូចថាឲ្យបងប្អូនបានជឿទាំងស្រុងនៅលើរឿងអត្ថកម្បាំងនេះទេគ្រាន់តែការកំសាន្តឬការដែលបានផ្ដល់ពីភាពពិតដែលណាត់បាននាំសរុនទៅរកគ្រូងងឹតដើម្បីបួងសួងព្រះបិសាចដើម្បីសុំក្តីមានបាននិងលក់ជីវិតសត្រូវទៅឲ្យខ្មោចព្រះបិសាចខ្ញុំសូមជូនពរឲ្យបងប្អូនជួបតែសេចក្តីសុខសុភមង្គលគ្រប់គ្នាហើយខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបាននិយាយទៅវាមានការខុសឆ្គងសូមអត់ឱនផងនឹងការនិយាយជួនកាលមានខុសមានត្រូវអូខេរឿងគឺមានដូចទៅកុំឲ្យចាំយូរតទៅទៀតនៅមុនឆ្នាំកូវីដរដូវធ្វើស្រែណាត់ធ្វើការនៅក្នុងប្រទេសឥណ្ឌូនេស៊ីដូចធម្មតានៅថ្ងៃមួយណាត់ទៅធ្វើការនៅព្រឹកម៉ោងដូចធម្មតាម៉ោង7យើងម៉ោង7ឬម៉ោង8ចូលធ្វើការដូចធម្មតាស្រាប់តែមិត្តចាស់របស់ណាត់មិត្តស្រីចាស់ដែលរួមថ្នាក់ជាមួយណាត់ហើយបែកគ្នាជាយូរហើយបានទូរស័ព្ទមករកណាត់ហើយសួរទៅណាត់ថាតើណាត់អស់ម៉ោងវេលាធ្វើការនៅម៉ោងប្រហែលដែរណាត់ក៏ប្រាប់ថាធម្មតាខ្ញុំធ្វើចប់នៅម៉ោង5ល្ងាចបើថែមម៉ោងទៅប្រហែលជា10ណាត់ធ្វើនៅរោងចក្រមួយកន្លែងនៅស្រុកចៅប្រាត់ប្រទេសឥណ្ឌូនេស៊ីមិត្តស្រីរបស់ណាត់ក៏បានសួរទៅណាត់ខ្ញុំមានរឿងសំខាន់ដើម្បីចង់ពិភាក្សាជាមួយណាត់ឯងខ្ញុំមិនអាចរៀបរាប់តាមទូរស័ព្ទបានទេចាំណាត់ឯងត្រឡប់មកផ្ទះវិញចាំយើងពិភាក្សាគ្នាដូច្នេះហើយណាត់ក៏ប្រាប់ថាមិនអីទេចាំម៉ោង3ខ្ញុំត្រឡប់ទៅផ្ទះវិញចាំយើងពិភាក្សាគ្នាដោយពេលដែលបានបិទទូរស័ព្ទនិយាយជាមួយមិត្តស្រីរបស់ណាត់ហើយណាត់ក៏សុំថៅកែរោងចក្រដើម្បីសុំចេញមុនម៉ោងព្រោះមានសំខាន់នៅផ្ទះណាត់ក៏បានត្រឡប់ទៅផ្ទះវិញហើយជាម៉ោង3:15នាទីណាត់ហើយនឹងជិះពីរោងចក្រទៅផ្ទះក៏មិនឆ្ងាយប្រហែលដែរព្រោះរោងចក្រហ្នឹងនៅក្បែរផ្ទះណាត់ពេលណាត់ទៅដល់ផ្ទះណាត់គួរឲ្យឆ្ងល់ព្រោះអីមិត្តស្រីរបស់ណាត់នោះបាននាំបរិសុទ្ធផ្សេងទៀតមកដែលណាត់មិនដែលស្គាល់មុនណាត់ក៏ប្រាប់ថាចាំខ្ញុំមួយផ្លែសិនខ្ញុំរកងូតទឹកសម្អាតខ្លួនប្រាណសិនចាំយើងពិភាក្សាគ្នាពេលនោះណាត់ក៏បានទៅងូតទឹកងូតអីហើយរួចហើយក៏បានមកជួបពួកគេទាំងពីរនាក់វិញណាត់ក៏សួរទៅមិត្តស្រីរបស់ណាត់ថាមានរឿងអីដើម្បីពិភាក្សាជាមួយខ្ញុំបើខ្ញុំអាចជួយបានខ្ញុំជួយបើអ្វីដែលខ្ញុំមិនអាចជួយបានគឺខ្ញុំមិនអាចជួយទេមិត្តស្រីរបស់ណាត់ក៏បានឆ្លើយទៅណាត់វិញថាគឺចង់ពិភាក្សាពីបរិះម្នាក់នេះដែលខ្ញុំនាំមកនេះគេឈ្មោះថាសរុនមានរឿងសំខាន់សម្រាប់ចង់ឲ្យណាត់ឯងជួយព្រោះគេដឹងថាណាត់អាចស្គាល់គ្រូវេទមន្តនៅកន្លែងណាមួយដើម្បីជួយគេឲ្យសម្រេចបំណងដែលគេមានបំណងពងយុគមកហើយណាត់ក៏បានប្រាប់ថាចំពោះខ្ញុំគ្មានបទពិសោធន៍សម្រាប់មន្តអាគមអីទេប៉ុន្តែខ្ញុំបានស្គាល់គ្រូខ្លះព្រោះអីពីមុនមកខ្ញុំត្រូវអំពើគេខ្ញុំរកគ្រូគ្រប់កន្លែងទីនេះទីនោះក៏មិនជាទៅទីបំផុតខ្ញុំបានជួបគ្រូម្នាក់ដែលឈ្មោះថាអាបាគេអ្នកស្រុកអ្នកភូមិហៅគាត់ថាអាបាដើម្បីជួយទីបំផុតខ្ញុំក៏បានជាដោយសារគ្រូនោះដែរអញ្ចឹងហើយមើលឯងនិយាយមកសរុនតើឯងមានរឿងអីសំខាន់សម្រាប់និយាយជាមួយខ្ញុំសរុនក៏បានឆ្លើយទៅវិញថាខ្ញុំមានការឈឺចាប់ណាស់ដោយសារមានបរិមម្នាក់ធ្វើការបំពេញលើកិត្តិយសបងអូនស្រីរបស់ខ្ញុំធ្វើឲ្យខ្ញុំខូចមុខខូចមាត់គ្រួសាររបស់ខ្ញុំខូចមុខខូចមាត់ដោយសារបរិះនេះមិនទទួលខុសត្រូវដូចយើងនឹងស្រាប់ឯណាបរិះស្បើថាធ្វើការខុសហើយទទួលខុសត្រូវគឺមិនទទួលខុសត្រូវយើងនិយាយគ្នាឲ្យសមស្របទៅណាកុំដូចថាពេលយើងធ្វើខុសហើយយើងបំពេញខុសហើយយើង
ក្លែងដៃចោលក៏វាមិនល្អដែរអញ្ចឹងហើយពេលដែលសរុនប្រាប់តណាត់ដូច្នោះហើយសរុនក៏បានប្រាប់ថាបើសិនជាណាត់មានស្គាល់គ្រូមន្តអាគមណាដែលអាចជួយសរុនបានសូមបង្ហាញផងព្រោះអីសម្រាប់សរុនអត់មានស្គាល់ឯណាសោះសរុនដឹងថាបងណាត់ច្បាស់ជាស្គាល់នៅគ្រូមន្តអាគមច្រើនព្រោះបងណាត់មានបទពិសោធន៍នៅក្នុងរឿងនេះទីបំផុតណាត់ក៏បានឆ្លើយទៅសរុនវិញថាមិនអីទេខ្ញុំនាំទៅជួបគ្រូដែលបានសង្គ្រោះខ្ញុំរួចមកហើយពីមន្តអាគមដែលគេបានដាក់លើខ្លួនខ្ញុំនៅអំពើដែលគេថាគេធ្វើអំពើអញ្ចឹងណាពីមុនមកណាត់ធ្វើអំពើគេណាត់ដូចថារកគ្រូចុះគ្រូឡើងទៅអត់ជាទៅជាមួយគ្រូនឹងឈ្មោះថាបាអត់អីទេណាត់ថាចាំខ្ញុំនាំទៅជួបបាទៅទីបំផុតណាត់ក៏បានសម្រាប់សម្រួលជិះម៉ូតូជាមួយសរុនចេញទៅណាចេញទៅបែរជាម៉ោង4កន្លះអញ្ចឹងទៅចេញទៅដល់ចេញទៅតាមផ្លូវព្រោះអីផ្ទះបាពីផ្ទះណាត់ហ្នឹងប្រហែលជា3ម៉ោងមិនដល់ហើយកាត់តាមព្រៃទៀតព្រោះនៅស្រុកចវាបារ៉ាត់ស្រុកដែលមានព្រៃមានអីមានស្រុកដែលលងងវើយមានផ្ទះច្រើនផ្ទះថ្មផ្ទះអីគឺស្រុកដូចស្រុកចំការអញ្ចឹងស្រុកភូមិស្រុកចំការនេះធ្វើស្រុកធ្វើចំការនិយាយតែហើយណាត់ក៏បានដប់សរុនដើម្បីទៅរកអាបាដែលប្រើម៉ូតូរបស់ណាត់ហ្នឹងណាសម្រាប់មិត្តស្រីរបស់ណាត់ហ្នឹងដែលរួមថ្នាក់ជាមួយគ្នាហ្នឹងក៏ត្រឡប់ទៅផ្ទះវិញនៅខ្លួនឯងតែតាមផ្លូវគឺមានហេតុផលដែលមិនគួរឲ្យជឿជួបមនុស្សឈួតតាមផ្លូវជួបកង់បែកដល់13ដងដែលមិនគួរឲ្យជួយជាក់សោះថាវាមានរឿងរ៉ាវកើតឡើងដូច្នេះពួកអីធម្មតាណាត់តែងទៅផ្ទះលោកគ្រូអាបាមិនដែលមានអ្វីកើតឡើងទេតែលើកនេះដូចជាមានពលហេតុកើតឡើងដែលថាមិនគួរឲ្យជឿបែកកង់ម៉ូតូហើយម៉ូតូដឹកទៅគឺធ្ងន់សរុនមិនមែនជាមានធំប្រហែលទេហេតុអ្វីក៏ធ្ងន់ម៉េះប៉ុន្តែដូចថាចម្លែកក្នុងចិត្តណាត់ក៏មិននិយាយអីដែរក៏សុខចិត្តថានៅស្ងៀមព្រោះអីហេតុការណ៍ច្បាស់កើតឡើងហើយព្រោះអីសរុនមានដំណងមិនល្អហ្នឹងព្រោះអីដើម្បីលក់ជីវិតសត្រូវទៅឲ្យព្រាយបិសាចអញ្ចឹងហើយអ្វីច្បាស់ជាកើតឡើងដែរយើងគិតស្មានមិនត្រូវទីបំផុតក៏ទៅដល់ផ្ទះអាបាហៅចូលលុយធម្មតាអង្គុយលេងធម្មតារួចហើយអាបាក៏ហៅណាត់ដើម្បីជួបពេលណាត់ដើម្បីជួបនឹងជាមួយអាបាហើយណាត់ក៏បានរៀបរាប់អ្វីដែលសរុនមិនប្រាប់អញ្ចឹងណាអាបាក៏និយាយថាអីទេហៅសរុនចូលមកពេលដែលហៅសរុនចូលមកទៀតអាបាក៏បានសួរទៅសរុនថាតើសរុនឯងតាំងចិត្តពិតប្រាកដហើយទៅចង់ធ្វើអំពើនេះសម្រាប់លក់សត្រូវសរុនឆ្លើយវិញថាបាទខ្ញុំតាំងចិត្តរួចហើយថាខ្ញុំនឹងធ្វើអំពើនេះភ្លឹងនេះដើម្បីលក់សត្រូវនេះដើម្បីឲ្យវាស្លាប់ដោយបំណងប្រាថ្នារបស់ខ្ញុំព្រោះខ្ញុំគឺចាប់ខ្លាំងណាស់វាបានធ្វើឲ្យខូចកិត្តិយសរបស់ក្រុមគ្រួសាររបស់ខ្ញុំអាបាក៏ប្រាប់ថាបើសិនជាតាំងចិត្តតាំងគំនិតអស់ហើយសរុនឯងត្រូវតែរកលក្ខខណ្ឌឲ្យបានដូចតែខ្ញុំបង្គាប់នេះទី1គឺរកពប៉ែសការ7ពណ៌ធូបទៀនសាលីសូលីម៉ាន់សាលីហ៊ូឡូភាសារបស់ឥណ្ឌូនេស៊ីគេហ្នឹងណារបស់គេហ្នឹងបើសិនជាបានរកគ្រប់បានហើយចាំមករកខ្ញុំវិញពេលដែលអាបាប្រាប់ហើយសរុនប្រាប់ថាអត់អីទេអាបាខ្ញុំនឹងប្រឹងប្រែងរកឲ្យបាននៅស្របលក្ខខណ្ឌទាំងអស់នេះដែលអាបាចង់បានអាបាបញ្ជាក់ប្រាប់ទៀតថាពេលអ្នកដែលបន់ស្រន់ឲ្យខ្មោចព្រាយបិសាចនេះយើងត្រូវលះបង់ទាំងអស់មិនថាជីវិតរបស់យើងមិនថាជីវិតកូនយើងកូនចៅយើងទាំងអស់
យើងត្រូវតែលះបង់ព្រោះតែពេលដែលយើងលក់ជីវិតស្ត្រូវទៅឲ្យប្រងខ្មោចព្រាយបិសាចបើគេពេញចិត្តគេនឹងឲ្យលុយយើងនឹងបានលុយយើងខ្លាចជាអ្នកមានជីវិតរបស់ស្ត្រូវគេនឹងយកតែថាមិនត្រូវទេថ្ងៃណាមួយគេក៏យកជីវិតខ្លួនយើងវិញហើយនឹងយកជីវិតកូនចៅរបស់យើងព្រោះខ្មោចព្រាយបិសាចយើងមិនអាចទុកចិត្តបានទេខ្ញុំបញ្ជាក់ឲ្យឲ្យសរុនឯងគិតឲ្យមែនតែននៅរឿងរ៉ាវនេះដែលសរុនឯងគិតថាចង់ធ្វើផ្លូវនេះសរុនក៏បាននិយាយវិញថាមិនអីទេអាបាខ្ញុំតាំងចិត្តពិតប្រាកដហើយថាខ្ញុំចង់ធ្វើអំពើនេះណាព្រោះអីខ្ញុំមិនអាចទុកតទៅទៀតទេខ្ញុំឈឺចាប់អាបាថាអញ្ចឹងមិនអីទេយប់នេះទៅផ្ទះវិញសិនចាស់ចាំរកបានលក្ខខណ្ឌគ្រប់គ្រាន់ហើយរួចចាំធ្វើដំណើររកអាបាម្ដងទៀតសូគេទាំងពីរនាក់សរុនហើយនឹងណាត់ក៏បានជំរាបលាអាបាចេញមកដល់ផ្ទះរៀងខ្លួនសរុនក៏ត្រឡប់ទៅផ្ទះរបស់គេវិញផ្ទះរបស់គេនៅកន្លែងណាក៏ណាត់មិនបានបញ្ជាក់ដែរណាត់ក៏ទៅផ្ទះរបស់គេវិញរៀងខ្លួនប្រហែលជាមិនដល់មួយអាទិត្យផង4ឬ5ថ្ងៃសរុននេះទូរស័ព្ទហៅណាត់បងណាត់លក្ខខណ្ឌទាំងអស់ខ្ញុំរកបានគ្រប់ហើយបងអ្វីដែលបានបង្គាប់ខ្ញុំរកបានគ្រប់ហើយតែយើងចេញដំណើរនៅថ្ងៃណាណាដែរណាត់និយាយថាអូចាំមកផ្លែតមើលយើងសួរឯងដល់ថ្ងៃកំណើតឯងថ្ងៃណាដែរសរុនក៏ប្រាប់ថ្ងៃកំណើតទៅណាត់ថ្ងៃកំណើតរបស់សរុនហ្នឹងប្រាប់ទៅណាត់ពេលដែលណាត់បានថ្ងៃកំណើតដល់ហើយណាត់ក៏ទេទៅអាបាប្រាប់ថាអូខេបើសិនជាបានលក្ខខណ្ឌគ្រប់ហើយមកចាស់តែមកថ្ងៃអង្គារព្រោះអីបើមើលតាមថ្ងៃខែកំណើតរបស់សរុនគឺចំថ្ងៃអង្គារអញ្ចឹងហើយយើងត្រូវបួងសួងធ្វើពិធីនេះឧបកិច្ចដើម្បីនៅយប់ថ្ងៃអង្គារដល់ទីបំផុតពេលដាក់ទូរស័ព្ទចុះនិយាយពីអាបាណាត់ក៏បានទូរស័ព្ទទៅសរុនវិញថាសរុនអាបាប្រាប់ថាថ្ងៃអង្គារព្រឹកឲ្យទៅដល់ផ្ទះគាត់ព្រោះអីថ្ងៃកំណើតឯងចំនឹងថ្ងៃនោះសរុនក៏បាននិយាយវិញថាមិនអីទេបងចាំថ្ងៃច័ន្ទខ្ញុំទៅផ្ទះបងឯងដល់ថ្ងៃច័ន្ទពិតប្រាកដសរុនក៏បានមកដល់ផ្ទះណាត់មែនតែណាត់ទៅធ្វើការតតែ9ម៉ោង9យប់បានណាត់ត្រឡប់មកផ្ទះវិញពេលដែលណាត់ត្រឡប់មកផ្ទះវិញម៉ោង9យប់ណាត់ឆែកមើលលបដែលលក្ខខណ្ឌគ្រប់គ្រាន់ហើយនៅដែលអាបាបានប្រាប់នឹងលក្ខខណ្ឌទាំងអស់ពេលឆែកមើលលក្ខខណ្ឌអីទាំងអស់ណាត់ក៏បានងូតទឹកស្អាតបាតហើយរៀបចំខ្លួនចេញទៅជាមួយនឹងសរុនតែបានសរុនបានជិះឡានមកលើកនេះឡាន2ឡាន1សរុនបានយកពួកម៉ាក់2នាក់មកថែមទៀតសរុនបើកឡាន1ពួកម៉ាក់របស់គេផ្សេងទៀតបើកឡាន1ទៀតក៏ចេញដំណើរទៅឡាន1មាន2នាក់ឡាន1ណាត់ជាមួយនឹងសរុនហើយឡាន1ទៀតមិត្តភ័ក្តិរបស់សរុនពេលគេទាំង4នាក់បានចេញដំណើរទៅដូចដឹងស្រាប់ហើយហេតុបតហេតុតាមផ្លូវគឺមានដូចជាបាយកង់ពេលដែលធ្វើឲ្យណាត់ឆ្ងល់មិនគួរសោះបាយកង់ព្រោះផ្លូវមិនមែនជាផ្លូវទោះបីជាផ្លូវចំការមែនក៏មិនមែនផ្លូវធ្លាក់ផុកធ្លាក់ថ្មអីមានថ្មមានគ្រោះអីដែលថាគួរឲ្យមានឧបសគ្គពេកណាប៉ុន្តែមើលទៅដូចថាមិនមើលទៅដូចឧបសគ្គឡានក៏ធ្ងន់ហើយបែកកង់ហើយជួបមនុស្សឈួតតាមផ្លូវមនុស្សឈួតហ្នឹងស្ទាក់តាមផ្លូវឲ្យបរិយក៏មិនយកឲ្យលុយក៏មិនយកឲ្យនំឲ្យណែកក៏មិនយកតម្រាំទៅលួងឲ្យទៅពេលទៅលួងឲ្យទៅថារកផ្លូវកាត់ទៅផ្លូវកាត់មិនផ្លូវកាត់បើកចុះបើកឡើងមកកន្លែងដដែលបើកចុះមកឡើងមកកន្លែងដដែល3-4 ជុំទៅរហូតដល់ជិតភ្លឺគេទាំង4នាក់ក៏សម្រេចចិត្តថាចាស់យើងសម្រាប់យកខ្យល់អាកាសមួយរយៈសិនតាំងចិត្តតាំងគំនិតរបស់យើងឲ្យមែនតែនព្រោះមើលទៅមិនមែនជាបាតុភូតដែលគួរឲ្យថា
កើតឡើងក្នុងជីវិតយើងមានន័យថាតែអាបាតែ3ម៉ោងទេតែយើងចេញតាំងពីម៉ោង10យប់មកដល់ជិតភ្លឺក៏មិនទាន់ដល់ទៀតឥឡូវយើងត្រូវតែឈប់សម្រាកមកផ្លែតជក់បរិយជក់អីហ្នឹងណាបច្ចេកគ្នាចូលឡើងក៏ចេញដំណើរទៅទៀតចេញដំណើរទៅទៀតទីបំផុតដល់ព្រឹកថ្ងៃអង្គារដល់ទីអាបាក៏ប្រាប់ថាសម្រាប់សិនទៅសម្រាប់ហូបបាយហូបទឹកអីសិនទៅចាំយប់ចាំយើងឧបកិច្ចទុកពេលឲ្យអាបាទៅព្រៃខាងក្រោយមកផ្លែតសិនព្រោះអីនៅក្រោយផ្ទះអាបាមានព្រៃព្រោះអីអ្នកស្រុកខ្ញុំការអញ្ចឹងណានៅក្រោយផ្ទះគេមានព្រៃមានរូបភ្នំរូងអីអាបាគេទៅគាត់ទៅឧបកិច្ចគាត់ទៅសូត្រគាត់ទៅអីយើងអត់ដឹងទេណាគាត់ប្រាប់ថាគាត់ទៅក្រោយផ្លែតឲ្យក្មេងៗទាំងអស់ហ្នឹងឲ្យពុកទាំងអស់ហ្នឹងសម្រាប់សិនទៅហូបបាយហូបទឹកសិនទៅយប់ចាំយើងបន្តដំណើរទៀតដល់ពេលកន្លះម៉ោងអាបាក៏មកវិញថាគាត់បាននិយាយជាមួយសូត្រនិយាយជាមួយខ្មោចព្រះវិសាចឲ្យយប់នេះនឹងឧបកិច្ចអញ្ចឹងដល់យប់ម៉ោងប្រហែលជា9យប់គេទាំង4នាក់ក៏បានចេញដំណើរទៅ4នាក់ហើយនឹង5នាក់ជាមួយអាបាទៀត5នាក់ចេញដំណើរទៅព្រៃខាងក្រោយដើរប្រហែលជាកន្លះម៉ោងកាត់តាមអូងព្រោះដើរទៅយប់យកល្ងិតណាកាន់7អញ្ចឹងណាកាន់7ម្នាក់មួយប្រហែលកាន់7ម្នាក់មួយណាព្រោះណាត់ក៏មិនបានបញ្ជាក់ទេដែរក៏កាន់7ម្នាក់មួយកាត់តាមអូរត់ដងដូចអូខ្មែរអត់មានស្ពានសម្រាប់ឆ្លងណាខ្ញុំអត់ដឹងណាព្រោះថារត់ដងអូខ្មែរហ្នឹងគាត់លួយទឹកទៅគេព្រោះអូគេមានស្ពានទៅចែកដល់អីណាត់យក7ហ្នឹងចាំងតែម្ធៀងមើលទៅទឹកហ្នឹងខៀវចាំងតែម្ធៀងទៀតឃើញទឹកនោះក្រហមដូចឈាមចម្លែកណាស់ណាត់ក៏ឈប់ប្រចាំងហើយនៅក្នុងចិត្តថាចម្លែករួចហើយក៏មិនសួរអាបាអីទៅទៀតដែរក៏នាំគ្នាដើរទៅព្រោះអីអាបាអ្នកនាំមក4អ្នកក្រោយដើរតាមក្រោយកាន់ប៉ែកាន់គ្រឿងបនស្រន់លក្ខខណ្ឌហ្នឹងណាទៅចុះទៅតាមអាបារួចហើយក៏ដើរប្រហែលជា10នាទីក៏ដល់រូងភ្នំមួយរូងភ្នំហ្នឹងដូចថារូងភ្នំយើងដូចថាមិនភ្នំធំទេណាភ្នំល្មមដើរចូលទៅអាបាប្រាប់ថាបើដើរចូលក្នុងភ្នំហ្នឹងនឹងមានមនុស្សមិនដឹងជាមនុស្សមិនដឹងជាអីទេអាបាថាចឹងនឹងមានអ្នកឲ្យផ្លែឈើត្រូវទទួលហូបកុំបង្កែកដើរចូលទៅប្រហែលជា2-3នាទីជួបមែនឲ្យផ្លែឈើម្នាក់មួយហូបណាត់ថាផ្លែឈើហ្នឹងដូចជាជូរដូចផ្លែសាឡាក់អញ្ចឹងណាបងប្អូនបើស្គាល់ផ្លែសាឡាក់មិនអញ្ចឹងណាខ្ញុំក៏មិនបានរៀបរាប់វិញឆ្ងាយទៅទៀតដែរក៏នាំគ្នាហូបអញ្ចឹងទៅនាំគ្នាហូបអញ្ចឹងទៅណាត់នងគិតថាក្នុងរូងភ្នំនេះវាមនុស្សមកពីណាអញ្ចឹងណាគាត់ថាគិតក្នុងចិត្តណាក៏មិននិយាយស្ដីដែរម្នាក់គឺស្ងៀមទាំងអស់គ្រាន់តែដើរតាមអាបាដើរចូលទៅក្នុងភ្នំហ្នឹងកដាលហ្នឹងអាបាចាប់ដើមឲ្យដាក់របស់សែនរបស់ព្រេនរបស់លក្ខខណ្ឌហ្នឹងទាំងអស់នៅចំកដាលរូងភ្នំហ្នឹងណាងឹតស្លុងណាដើរឲ្យអាបាដុតទៀនពេលរៀបចំសពគ្រប់ឲ្យបបែឲ្យចងខ្សែជាប់នៅកដាលហ្នឹងហើយមានស្លឹកធៀងដូងគេកាត់មកតាមហ្នឹងធៀងដូងរៀបចំនៅមុខកន្លែងខ្សែហ្នឹងហើយបបែហ្នឹងចងនៅកន្លែងធៀងដូងមុខខ្សែហ្នឹងចម្ងាយប្រហែលជា4-5 ចង្អាមអញ្ចឹងណាមកខាងមុខដូចថារបស់ខ្សែនៅកណ្ដាលណារបស់ខ្សែហ្នឹងមានកណ្ដាលគេរៀបចំអុជធូបអុជទៀនមានផ្ងាមានភ្ញីគេដូងអីចឹងគេរៀបចំខ្សែរបស់គេផ្សែនព្រេនបួងសួងរបស់គេខ្សែហ្នឹងហើយនៅខាងមុខហ្នឹងគេរៀបចំដូចធៀងដូងអញ្ចឹងហើយបបែហ្នឹងឆចងនៅហ្នឹងហើយមានកបិតនៅហ្នឹងពេលអាបាអង្គុយរៀបចំហើយគាត់ក៏អង្គុយសូត្រប្រហែលជា5នាទីគាត់ក៏ហៅសរុនមកឲ្យអង្គុយមុខបបែហ្នឹងគាត់ឲ្យមកហៅឲ្យមកអង្គុយមុខបបែហ្នឹងគាត់ប្រាប់ថាពេលដែលគាត់បោះដុំថ្មឲ្យសញ្ញាសម្រាប់កកបបែហ្នឹងសរុនត្រូវតែរួចហើយឈាមបបែហ្នឹងពេលដែលបបែដួលទៅលើធៀងដូងហ្នឹង
សរុនឯងត្រូវត្រង់ឈាមតែលក្ខខណ្ឌសំខាន់បំផុតពេលអាកកបបែហ្នឹងសរុនឯងត្រូវតែបិទភ្នែកមិនបើកមិនអាចបើកភ្នែកបានទេលក្ខខណ្ឌគេកុំឲ្យរំលងលក្ខខណ្ឌគេឲ្យសោះអាបាហើយនឹងអ្នកផ្សេងគេលាក់ខ្លួននៅខាងក្រោយប្រហែលជាកន្លះម៉ែត្រខាងក្រោយមានថ្មមានអីគេលាក់ក្នុងហ្នឹងអាបានឹងសូត្រពីក្រោយហៅខ្មោចព្រាយបិសាចមកដើម្បីមកទទួលសំណែននឹងទាំងអស់ដែលណាត់បានចង់លក់ជីវិតស្ត្រីណាសរុនឯង sorry លក់ជីវិតសរុនមិត្តសរុនឯងហ្នឹងតើខ្មោចព្រាយបិសាចគេនឹងមកគេនឹងមើលថាគេព្រមគឺមិនព្រមនៅក្នុងពេលនោះហើយគេនឹងមកមើលអញ្ចឹងហើយបើអានប្រាប់ចាប់សពគ្រប់នៅរឿងរ៉ាវទាំងអស់ដែលគាត់បញ្ជាឲ្យធ្វើតាមទាំងអស់ហ្នឹងហើយសរុនងក់ក្បាលអូខេបាទខ្ញុំនឹងធ្វើតាមដល់សរុនបានឆ្លើយថាអូខេនឹងឯងធ្វើតាមហើយយល់ទាំងអស់នៅអ្វីលក្ខខណ្ឌដែលអាបាបានប្រាប់ហើយណាត់ហើយនឹងអាបាហើយអ្នកផ្សេងទៀតក៏ទៅលាក់ខ្លួនពីក្រោយនៅពេលនោះអាបាចាប់ផ្ដើមអង្គុយនៅខាងក្រោយកន្លះម៉ែត្រហ្នឹងនៅខាងក្រោយគាត់សូត្រគាត់សូត្រគាត់សូត្រចប់គាត់ប្រាប់ឲ្យណាត់គប់ដុំថ្មឲ្យសញ្ញាឲ្យសរុនហ្នឹងព្រោះអីអាបាឃើញខ្មោចព្រាយបិសាចមកខ្មៅខ្ពស់ព្រោះថាបានប្រាប់ណាត់ណាខ្មៅខ្ពស់ដូចដើមប្រហែលពាក់កណ្ដាលដើមដុំណាហើយឈរឡើងបកោងខ្នងមើលទៅប្រពេហើយនឹងសរុនហ្នឹងណាប៉ិនសរុនមើលអត់ឃើញទេសរុនមើលអត់ឃើញអញ្ចឹងណាគាត់ថាគេមកមើលរបស់សែនរបស់ប្រេនគេនឹងត្រូវចិត្តគេមិនត្រូវចិត្តគេមកមើលណាដល់អញ្ចឹងទៅពេលដែលណាត់បោះដុំថ្មទៅណាត់បោះដុំថ្មភ្លាមសរុនចាប់ដើមបិទភ្នែកយកបិទហកអាកកបបែចែកដល់អីសរុននេះពេលដែលបិទភ្នែកមិនបិទពិតប្រកបទេបិទឲ្យនៅឆ្លៀតលួចមើលទៀតលួចមើលបើឃើញខ្មោចព្រាយបិសាចតែខ្មៅខ្ពស់មានប៉ុណ្ណាណីហ្នឹងបែបរត់ហើយដោយសារតែមិនឃើញទេឃើញតែអាបាឲ្យណាត់នឹងណាត់ដល់អញ្ចឹងទៅលួចបើកភ្នែកទៅឃើញមើលទៅប្រប៉ែដូចអាកមនុស្សហ្នឹងសត្រូវដែលណាត់ចង់លួចជីវិតឲ្យហ្នឹងដែលបំពេញលើប្អូនស្រីរបស់សរុនហ្នឹងដល់អញ្ចឹងស្រែកជួយផងធ្លាក់បាត់អាបារត់មកអាបាឲ្យនឹងណាត់រត់មកក្បែរហើយសួរថាមានរឿងអីសរុនប្រាប់ថាខ្ញុំឃើញដូចមនុស្សខ្ញុំដូចអាកមនុស្សសត្រូវដែលខ្ញុំចង់លក់ជីវិតហ្នឹងឃើញដូចគេបបែហ្នឹងទៅជាប្រែរូបទៅជារូបគេទៅវិញអាបាថាខ្ញុំបានប្រាប់សរុនឯងរួចហើយថាកុំបើកភ្នែកអីសោះអាកឲ្យស្លាប់សិនចាំបើកភ្នែកហើយបានបង្ហូរយកឈាមហ្នឹងមិនក៏សរុនឯងបំពេញនៅអ្វីដែលខ្ញុំប្រាប់សរុនបានសុំទោសអាបាហើយណាត់ក៏បានថាឥឡូវយ៉ាងម៉េចដែរចង់បន្តទៀតឬមិនបន្តទៀតឬក៏មិនចាប់ត្រឹមហ្នឹងសរុនក៏បានប្រាប់ថាអូខេបន្តទៀតព្រោះអីដល់ដំណាក់កាលនេះខ្ញុំត្រូវតែបន្តឲ្យចាប់ទៅទៀមពិតអាបាក៏ថយក្រោយទៅវិញជាមួយណាត់ហើយថាលើកនេះខ្ញុំសូត្រទៀតហើយនឹងបោះដុំថ្មដូចពីមុនទៀតកុំឲ្យឆ្លោះឆ្លួយអសោះអាបាធ្វើដូចពីមុនអញ្ចឹងដល់លើកទី2នេះបានសម្រេចមែនបានសម្រេចប្រប៉ែហ្នឹងដួលទៅលើកំរាលមានលឹកដូងហ្នឹងណាដេកនៅហ្នឹងហើយសរុនក៏ហូរឈាមយកទាំងអស់មកហូបឈាមបានប្រហែលយកប៉ុណ្ណឹងណាបាន1លីត្រក៏2លីត្រខ្ញុំក៏មិនដឹងដែរអញ្ចឹងណាគាត់ថាបញ្ជាក់ថាណាត់ប្រាប់ថាបង្ហូរឈាមបានច្រើនដែរច្រើនប្រហែលជាពួកអីគេបហូរជុលក្នុងនេះជុលក្នុងក្អមដូច្នេះគេបង្ហូរបានពីប្រហែលជាក្អមល្មមដែរណាក្អមហ្នឹងពេញណាត់ថាដល់អញ្ចឹងទៅពេលបហូរបានហើយអាបាក៏សូត្រអីហើយអាបាប្រាប់ថាឲ្យកប់ជីកកប់នៅ
ជីកប់បេនឹងកន្លែងហ្នឹងស្លាប់កន្លែងណាកប់កន្លែងហ្នឹងហើយអាបាក៏បញ្ជាឲ្យសរុនហ្នឹងធ្វើពួកអីអ្នកផ្សេងធ្វើអត់បានទេព្រោះអីសរុនអ្នកមានគឺផ្សំគំនិតជាមួយនឹងខ្មោចព្រាយបិសាចអ្នកផ្សេងអត់ទេអញ្ចឹងហើយសរុនក៏ធ្វើតាមបញ្ជារបស់អាបាពេលសពគ្រប់ហើយគេទាំង5នាក់ក៏ចេញពីរូងភ្នំនឹងមកវិញចេញពីរូងភ្នំនឹងមកវិញអាបាក៏នាំយកឈាមហ្នឹងទៅកន្លែងក្រោលគោចាស់ឲ្យជប់ប្រើយូរឆ្នាំហើយក្រោលគោចាស់ណាដូចថាអាក្រោលគោហ្នឹងគេជប់ប្រើយូរឆ្នាំហើយអញ្ចឹងហើយសម្រាប់គេឧបកិច្ចរបស់វេទមន្តរបស់គេបដូរទៅក្រោលថ្មីអាក្រោលហ្នឹងគេទុកចោលចឹងហើយអញ្ចឹងគេយកឈាមហ្នឹងអាបាយកឈាមហ្នឹងជាមួយណាត់ជាមួយសរុនចូលក្នុងក្រោលគោហ្នឹងទៀតពេលក្រោលគោហ្នឹងដូចធម្មតាបងប្អូនដល់ក្រោលគោហ្នឹងវាបហោងមែនអត់អញ្ចឹងហើយគេឲ្យនាំគ្នាបិទបហោងហ្នឹងឲ្យអស់បិទបហោងហ្នឹងឲ្យអស់ព្រោះឲ្យគេឧបកិច្ចបន់ស្រន់ជាមួយឈាមហ្នឹងឈាមបបែដែលគេបហូរយកមិញហ្នឹងបន់ស្រន់នៅក្នុងហ្នឹងទៀតធ្វើមន្តអាគមឯងឹតសូត្រអីទៀតអាបានៅក្នុងសូត្រអស់ហើយរហ័យនាំគ្នាចេញមកនាំគ្នាមកក្រៅប្រហែលជា1ម៉ែត្រឬ2ម៉ែត្រជួបបរិយភាសានេះហ្នឹងហើយប្រហែលជា1ម៉ោងក្រោយមកអាបាប្រាប់ថាឥឡូវចេះសរុនហើយណាត់ទៅមើលក្រោលគោហ្នឹងវាមិនដែរនាំគ្នាទៅមើលសរុនហើយនឹងណាត់នាំគ្នាទៅមើលសតតលុយពេញមកក្រោលគោហ្នឹងហើយណាត់ក៏មិនបានប្រាប់ថាក្រោលគោនឹងធំតូចទេគាត់ថាពេញក្រោលគោហ្នឹងមកដល់ហៅអាបាមើលប្រាប់ថាបាលុយច្រើនណាស់ពេញក្រោលគោអាបាឃើញហើយក៏គាត់ងាកទៅប្រាប់អ្នកផ្សេងទៀតឲ្យទៅរកក្រុងយមតាណាក៏យកក្រុងមកដាក់ណាត់ហើយនឹងសរុនហើយនឹងមិត្តភ័ក្តិផ្សេងទៀតក៏រៀបចំចងបាច់អីស្អាតហើយជក់ចូលណាបាន12ក្រុងខ្ញុំចេះតិច12ក្រុងនឹងក្រោលគោនឹងធំបណ្ណាឡើងពេញក្រោលគោដល់អញ្ចឹងទៅក៏នាំគ្នាចងបាច់អីស្អាតហើយយកទៅដាក់ឡានរបស់សរុនហ្នឹងឡានមិត្តភ័ក្តិគេអត់ទេគេមួយឡានសរុនហើយដល់មុននឹងចេញមកអាបាហៅណាត់ហើយនឹងហៅសរុនមកជួបហើយប្រាប់ថាឥឡូវសរុនឯងបានសម្រេចហើយព្រោះមិនងាយអ្នកណាធ្វើបានសម្រេចទេឥឡូវសរុនឯងធ្វើបានសម្រេចហើយឥឡូវលក្ខខណ្ឌបន្តទៅទៀតគឺសរុនឯងពេលដែលសរុនឯងមានបានហើយសរុនឯងកុំភ្លេចមួយឆ្នាំម្ដងមកកន្លែងនេះដើម្បីសែនព្រេនព្រោះសរុនឯងបានសន្យាជាមួយមកព្រាយបិសាចបានលក់ជីវិតឲ្យគេអញ្ចឹងឲ្យសរុនឯងត្រូវខ្លាយជាអ្នកគោរពគេហើយដូចធម្មតាខ្មែរយើងគោរពព្រះពុទ្ធសាសនាណាឥឡូវសរុនហ្នឹងខ្លាយគ្រប់ព្រាយខ្មោចបិសាចអញ្ចឹងទៅអញ្ចឹងមួយឆ្នាំម្ដងត្រូវអញ្ចឹងឲ្យទិញរបស់មកសែនព្រេនគេដូចយើងគេហៅថាចូលឆ្នាំមកយកបាយយកទឹកដល់គេរបៀបអញ្ចឹងណាកុំភ្លេចឯសារួចហើយអាបាប្រាប់ថាពេលដែលនិយាយជាមួយសរុននេះហើយគាត់ក៏ប្រាប់ឲ្យសរុនទៅឡានសិនគាត់ចង់និយាយជាមួយណាត់គាត់ក៏និយាយមួយណាត់ថាណាត់បើសិនជាសរុនឲ្យលុយនឹងទៅណាត់កុំយកព្រោះអីលុយនឹងលុយក្តៅទៅហើយលុយមិនសុចរិតលុយក្តៅកុំយកឲ្យសោះព្រោះបើយកវាមានបតហេតុដល់ខ្លួនឯងបតហេតុហ្នឹងណាត់ត្រូវដឹងហើយខ្មោចព្រាយបិសាចវាយកអីវាយកជីវិតវាមិនយកស្អីទេវាយកទៅជីវិតយើងអញ្ចឹងហើយយើងមិនអាចជឿខ្មោចព្រាយបិសាច 100% ទេយើងអាចសុំមានបានពីវាឲ្យយើងតែវានឹងយកអ្វីដែលវាចង់បានស្រេចចិត្តវាចង់យកអ្នកណាក៏ស្រេចចិត្តវាព្រោះយើងមើលវាមិនឃើញយើងអ្នកផ្សំគំនិតវាអញ្ចឹងឯងណាត់ក៏
ងក់ក្បាលខ្ញុំនឹងធ្វើតាមអាបាដល់ឡើយអញ្ចឹងទៅគេទាំង4នាក់គេចេញដំណើរទៅសុំលាអាបាប៉ុន្តែអាបាអត់យកទេលុយកាក់ពីសរុនបើសិនជាលុយចេញពីកប៉ៅសរុនខ្លួនឯងលុយដែលថាញើសឈាមដែលសរុនរណាអាបាយកបើសិនលុយបានពីញើសឈាមដែលលក់សត្រូវរបស់សរុនហ្នឹងអាបាអត់យកទេលុយហ្នឹងអញ្ចឹងវិញគេហៅថាលុយក្តៅគេអត់យកទេអញ្ចឹងហើយអាបារបៀបថាគេជួយដោយសុចរិតបើសិនអ្នកឯងចង់ជូនអាបាលុយពីកប៉ៅអ្នកឯងលុយចេញពីកប៉ៅរបស់អ្នកឯងមិនលុយបានពីខ្មោចព្រាយបិសាចទេវារបៀបចឹងចឹងហើយខ្ញុំយល់ថាបងប្អូនបែរយល់ហើយនៅអ្វីដែលខ្ញុំបញ្យល់នេះimport គេទីមផុតគេទាំងមួយនាក់ក៏ចេញដំណើរទៅតាមផ្លូវដូចរត់ដងអញ្ចឹងឲ្យចេញដំណើរទៅច្បាស់ជាមានហេតុការណ៍កាត់ឡើងហើយមានហេតុការណ៍កាត់ឡើងធម្មតាជាដូចជាបែកកង់ព្រោះណាត់ប្រាប់ថាលុយនឹងលុយក្តៅដល់ថ្នាក់អង្គបែកកង់ឡានហើយទាំងធ្ងន់ឡានហើយដល់ថ្នាក់អុចប្រៃបោះតាមផ្លូវអុចប្រៃបោះដល់តាមរហូតដល់ផ្ទះហ្នឹងមិនទៅដល់លុយហ្នឹងក៏មិនយកទៅដាក់ផ្ទះណាត់លុយហ្នឹងក៏មិនយកទៅដាក់ផ្ទះសរុនលុយហ្នឹងសរុនយកទៅដាក់នៅផ្ទះដែលសរុនបានជួលទុកអញ្ចឹងហើយលុយហ្នឹងគេយកទៅដាក់ក្នុងផ្ទះហ្នឹងរួចហើយចាក់ចេញឡើងជិតដល់ដបូលពួកគេនាំគ្នាសបាយថតជាមួយលុយហ្នឹងណាគេថតគេអីមួយលុយហ្នឹងគេសបាយអីចឹងទៅរួចហើយ3ថ្ងៃក្រោយមកក្រោយពីសរុនបានលក់ជីវិតបរោះដែលបានបំពេញលើប្អូនស្រីហ្នឹងខ្លួនឯងហ្នឹង3ថ្ងៃក្រោយមកមិត្តហ្នឹងស្លាប់ដោយរន្ធត់បំផុតដឹងអត់ឡានកិនឡើងខ្ទេចក្បាលខ្ទេចខ្លួនគួរឲ្យព្រឺព្រួច3ថ្ងៃក្រោយដែលពេលសរុនបានលក់ជីវិតបរោះនោះទៅឲ្យព្រីបិសាចឯងគិតមើលទៅបើសិនថាអូយគួរឲ្យថាក់កំបាំងគួរឲ្យសាហាវណាបើគិតទៅជីវិតរបស់បរោះហ្នឹងទៅរស់បានដល់50ឆ្នាំប៉ុន្តែដល់អាយុតែ25ឆ្នាំបានលក់ទៅឲ្យខ្មោចព្រាយបិសាចទៅហើយអញ្ចឹងដល់ពេលនោះសរុនក៏មានការរន្ធត់ដែរនៅពេលដឹងថាបរោះនោះបានស្លាប់ដោយភាពរន្ធត់ព្រឺព្រួចដូច្នោះក្នុងលំរងមួយអាទិត្យសរុនដេកអត់លក់សោះតែចាប់ដើមពីមួយអាទិត្យនឹងទៅ3ខែឡើងទៅចាប់ដើមខ្មោចនឹងមកលងសរុនមិនថាកន្លែងណាទេកន្លែងធ្វើការបើកឡានអីសរុនវាទៅដូចជាមនុស្សខ្មោចស្រែកតែម្នាក់ឯងយំតែម្នាក់ឯងចំទាលតែម្នាក់ឯងតែមិនឈួតដោយសារខ្មោចនឹងឡងមានតែសរុនទេឃើញអ្នកផ្សេងអត់ឃើញអញ្ចឹងហើយឧទាហរណ៍ថាទៅកន្លែងធ្វើការគួយធ្វើការខ្មោចនឹងអង្គុយនៅមុខស្រែកដាក់ខ្មោចហ្នឹងអ្នកផ្សេងមើលទៅសរុនអានេះដូចឈួតអញ្ចឹងណាវារបៀបអញ្ចឹងហើយអញ្ចឹងទៅសរុនហ្នឹងក៏ទេទៅណាត់ប្រាប់ថានេះបរោះដែលបានស្លាប់ហ្នឹងមកលងសាហាវណាស់មិនថាកន្លែងធ្វើការមិនថាបើកឡានមិនថាងូតតុកមិនថាដេកមិនថានៅក្នុងយោស័ព្ទទេលងសុំជីវិតវិញថាហេតុអ្វីក៏មានចិត្តខ្មៅអាក្រក់ម៉ែហ៊ានលក់ជីវិតខ្ញុំទៅឲ្យព្រាយបិសាចខ្ញុំបានសុំទោសទាំងហើយនៅតែមិនអស់ចិត្តឥឡូវលក់ជីវិតខ្ញុំទៅឲ្យខ្មោចព្រាយបិសាចចិត្តអ្នកឯងសាហាវណាស់ចិត្តអ្នកឯងខ្មៅណាស់សងជីវិតខ្ញុំវិញមកអញ្ចឹងលង3ក្នុងកំឡុង3ខែហើយសរុនប្រាប់តណាត់ថាឲ្យសម្រាប់ខ្ញុំមិនដឹងដែរណាឥឡូវរឿងរ៉ាវហ្នឹងតើខ្ញុំសួរអាបាអញ្ចឹងចាំខ្ញុំមករកខ្ញុំមកខ្ញុំនាំទៅសួរអាបាទៀតសរុនក៏បានទៅរកណាត់មែនណាត់ក៏បាននាំសរុនហ្នឹងទៅជួបអាបា
ពិភាក្សាមួយបាថាហេតុអ្វីក៏បរោះនឹងឡងអត់ឈប់អញ្ចឹងសុំទៅជីវិតវិញដូចបានខ្ញុំបានរៀបរាប់ណាថាចិត្តខ្មៅចិត្តអាក្រក់អញ្ចឹងលួចជីវិតអញ្ចឹងណាអាបាថាពិតមែនហើយពួកអីគ្នាអាយុមិនសំស្លាប់នៅអាយុប៉ុណ្ណឹងទេហើយស្លាប់ដោយរន្ធត់ព្រឺព្រួចដូច្នោះដែលសាហាវដែលខ្ទេចអស់ក្បាលខ្ទេចអស់ខ្លួនភ្នោគ្នាដូចកប់ដីទទេអញ្ចឹងគ្នាមានសភាពអណោយធម៌របៀបម៉េចយើងលក់ជីវិតរបស់គេដើម្បីមានបានរបស់យើងដើម្បីភាពឈឺចាប់របស់យើងឥឡូវគេមិនឡងអញ្ចឹងខ្ញុំគាត់ថាដំណោះស្រាយរបស់ខ្ញុំអាចប្រាប់អានថាមានតែដំណោះស្រាយមួយយ៉ាងលុយដែលអ្នកឯងបានខ្មោចព្រាយបិសាចឲ្យបានហ្នឹងអ្នកឯងអាចឲ្យដូចតែគេហៅថាចូលបុណ្យឬក៏ដាក់ទានឲ្យបងប្អូនខាងអ្នកស្លាប់ហ្នឹងឲ្យប្អូនប្រុសប្អូនដែលស្លាប់ហ្នឹងបរោះដែលស្លាប់ហ្នឹងណាបរោះហ្នឹងមានបងប្អូនដូចជាប្អូនបងមីងមួយក្មួយអីចឹងណាឲ្យយកលុយហ្នឹងទៅដាក់ទានឲ្យគេដើម្បីឲ្យបងប្អូនគេហ្នឹងបានប្រើលុយហ្នឹងដែរណាចឹងដល់បានប្រើលុយហ្នឹងដែរកុំឲ្យខ្មោចហ្នឹងមកទៀតមកឡងទៀតដល់បានដូចអាបាប្រកបអញ្ចឹងហើយណាត់ឲ្យនឹងសរុនក៏ត្រឡប់មកផ្ទះវិញសរុនក៏ធ្វើតាមដោយអាបាប្រាប់ហ្នឹងក៏យកលុយហ្នឹងទៅដាក់ទានឲ្យបងប្អូនបរោះស្លាប់ហ្នឹងដាក់ទានឲ្យបរោះស្លាប់ហ្នឹងប្រហែលជា2នាក់ឬក៏3នាក់ទេម្នាក់$100ទេមិនហ៊ានឲ្យច្រើនទេកុំឲ្យគេសង្ស័យបានលុយមកពីណាច្រើនមែនឲ្យច្រើនមែនអត់អញ្ចឹងឲ្យតែប្រខុបកិច្ចអញ្ចឹងទៅដល់ឲ្យប្រខុបកិច្ចអញ្ចឹងទៅដូចបំណងមែនខ្មោចលែងហ្នឹងលែងឡងដល់លែងឡងអញ្ចឹងទៅហើយមកហើយហ្នឹងទៅសរុនហ្នឹងគេចាប់ដើមធ្វើផ្ទះធ្វើអីណាពីមុនផ្ទះហ្នឹងដូចថាផ្ទះខ្ទមធ្លុះធ្លាយអ្នកក្រឯណាដល់ទីបំផុតផ្ទះថ្មស្គឹមស្កាយខ្លាយជាអ្នកមាននៅក្នុងភូមិរបស់សរុនហ្នឹងព្រោះសរុនរស់នៅឆ្ងាយពីណាត់ផ្ទះនៅភូមិផ្សេងអញ្ចឹងណាហើយពេលគេខ្លាយជាអ្នកមានអញ្ចឹងទៅគេរៀបការរៀបអីអញ្ចឹងទៅគេមានគង់មានចាក់សុខដុមរមនាគេណារយៈហ្នឹងណាគេសប្បាយគេមានបានហើយតែសប្បាយភ្លេចខ្លួនអីព្រោះអីលក្ខខណ្ឌយើងមួយឆ្នាំយើងត្រូវទៅរួមភ្នំនឹងម្ដងដើម្បីអីសែនព្រេនគេសែនព្រេនគេហើយយើងភ្លេចហើយដល់តែយើងភ្លេចកូនយើង3នាក់គេយកទាំងអស់យកបើកូនមានបានមានប្រុស3នាក់កើតបានកូនប្រុស3នាក់ក្នុងកំឡុងមួយឆ្នាំឯងមួយឆ្នាំឯង2ឆ្នាំ3ឆ្នាំក្នុងកំឡុង3ឆ្នាំក្រោយមួយឆ្នាំតែម្ដងអត់ទៅ3ឆ្នាំ3ឆ្នាំអត់ទៅគេចាប់ដើមយកមកខែម្ដង3ដងអស់លេង3ដងអស់លេងក៏ទៅសួរអាបាប្រាប់ថាលក្ខខណ្ឌខ្ញុំបានប្រាប់ហើយឥឡូវនេះអ្នកឯងអំពានពេលអ្នកឯងអំពានអ្នកឯងត្រូវទៅទទួលនៅអ្វីដែលអ្នកឯងអំពានព្រោះបើសិនជាភ្លេចមួយឆ្នាំអត់អីទេតែភ្លេចដល់3ឆ្នាំអញ្ចឹងឲ្យដល់អ្នកឯងអំពានខ្ញុំអត់ដឹងរកដំណោះស្រាយមិនសម្រាប់អ្នកឯងព្រោះអ្នកឯងអំពានអ្នកឯងពេលអ្នកឯងមានហើយអ្នកឯងភ្លេចលុយនឹងលុយក្តៅអ្នកឯងដឹងហើយលុយនឹងលុយក្តៅហើយអ្នកឯងបំពេញទៀតយើងដឹងថាលុយនឹងលុយក្តៅបើយើងមិនបំពេញអត់អីទេអានេះយើងដឹងថាលុយនឹងលុយក្តៅហើយយើងបំពេញយើងធ្វើអឹងហើយណាគ្មានបញ្ហាអីកើតឡើងទេមិនទៅមួយឆ្នាំអត់ឃើញអីផងទៅ2ឆ្នាំឃើញអីផងទៅ3ឆ្នាំឃើញផងទីបំផុតយើងមើលអត់ឃើញយើងមើលខ្មោចភួរអីយើងអ្នកផ្សំគំនិតមកខ្មោចព្រាយបិសាចមកយើងផ្សំគំនិតមួយព្រះអត់អីទេយើងផ្សំគំនិតមួយព្រាយបិសាចចង់ធ្វើអីស្រេចចិត្តយើងគេយកកូនយើងហើយក៏យកអីផ្សេងទៀតយកជីវិតយើងគេយកជីវិតប៉ុនកូនយើងគេយកជីវិតម៉ែឪយើងមើលអត់ឃើញអញ្ចឹងហើយបើថានៅមានកម្លាំងកាយសម្រាប់ធ្វើការរកស៊ីរកតាមសុចរិតបើថាខឹងគេឈឺចាប់គេខឹងចោលផ្លែត
rồi hay làm sai cháu tới nam ngôi dương gọi mình đăng đà nam môi mình đăng gì khôi bị ổn chứ rồi khôi bị bờ rót nó nhưng mà mình hiền vậy đó ta chạy rừng bạc kê tây nông bạc kê công đồ xa bạc kê mình nói và thà khăng đâyยังkhăng nào pledจะbảo tầm pled đôiยังกัดจันนะcũng đó là lụa chỉ vật bạc kê chẳng đã lụa chỉ vật bạc kê đã tìm vật cái chỉ vật chẳng mình nông tỉnh ba còn mình ai ta sai bàn đấy à ba còn là bạc thà và chẳng ní miền đá lục liên tô nắng cứ miền tại bua nắng trai lẹ bằng pôn lẹ bằng trọ sầm bạt khai chỉ nẹt cò mình bua liên tô nắng bua mình đang chỉ pram cho năm rồi cả đập cho năm liên tô dương nâng này dương lụa chỉ vật ở bao kì chẳng làm bay đại chấm non cho môi khỏi pre sai dương tròn chấm non mới kia nè tròn chấm non mới kia sập kì bon sran đã kì lời dương trong đại chấm môi kì dương trong đại môi kia nằng rập ô yêu anh ta sắm ba kì dương thử lẹ băng nằng lời hay dương bầm piên nơi lẹ khai nằng bạc kì dương trong liên tô rồi bao dương thì ọt áo tô bao dương thế là cái miền thư chẳng cái miền đậu bao giờ mình tích làm ta tạo chẳng hay là miền đập lòng giang dương bua sang tôi bao liên tục bao giờ chẳng ta tìm hết rồi năng cả bua liên tôi chẳng á bua liên tốt ban dạ pel nạt prata ban dạ pel pi chna mai chẳng na năng bua đo mà màn tiệt tê năng bị chọc chẳng na ban nó thọ sắm bát đôi ba thà mền che té hăng che pôn tiệt cái giờ mọi pre bị sai giờ dân lụa sẽ ở kia tầm muối thì giờ bao dân bà màn nè chẳng ngay mình đăng ngày na khi giờ sờ rồi năng tiệt dân đăng thế chẳng thà quay chụp dân mà thay dân là mình là ngày thôi cái thôi ta dân tôi cùng xong rồi là chúng mình mọi pre bị sai này dân không chưa vì sao lịch lôi chiên khoai sorry lịch lôi chiên mà nô sợ tiền chẳng nói cùng tập xong cùng nát môi mọi privisai sao bằng bộ ngọc chẳng anh em sung khăn na rừng này bằng bộ ngọc này bạch bàn vô nào vậy để nhom riệp rom hai năm kim sung thả bằng bộ ngọc chui chặt nơi sải rừng ở ní hai kim sung thả bằng bộ ngọc chui com trò nơi càng về này tiền rừng bằng nhom này bát sinh gì miền cà bên chết xong chui chặt subscribe hai kim nâng chạy rừng thầm ấy tỏ ra tiền kim sung thả bằng bộ ngọc chui tại sọc có phiếu lo sọc đông Romania từng ở cái này sọc có phiếu lo từng ở cái này dânอายุวัยเงินอยู่từng ở cái này Roxy miền ban từng ở cái này ok bye